เรียบสวบมาบอกโอนថ្ងៃនេះយើងមកតាមដានព័ត៌មានប្រទេសជាតិទាំងអស់គ្នាទៀតគឺតាកតងជាមួយនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃហើយថ្ងៃនេះយើងដឹងលទ្ធផលកិច្ចប្រជុំនៅប្រទេសចិនបាទបញ្ហាចំនួនកម្ពុជាថៃសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិនកម្ពុជាថៃនៅហ្វូសៀនប្រទេសចិនបាទនាថ្ងៃទី28និង29ខែធ្នូនេះបាទរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់របស់ចិនកម្ពុជានិងថៃបានបើកកិច្ចប្រជុំនៅបឹងហ្វូសៀនខេត្តយូណាននៃប្រទេសចិនបាទអញ្ចឹងយើងទៅមើលសេចក្តីសម្រាប់ក៏ដូចជាសេចក្តីលទ្ធផលដែលបានកិច្ចប្រជុំនៅថ្ងៃនេះបាទទី1នឹងគឺអត្តភាពបន្ទាន់បំផុតគឺពង្រឹងបទឈប់បាញ់ហើយធានាការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍រួមចិនគាំទ្របដិញ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះតាមរយៈកិច្ចប្រឹងប្រែងរួមជាមួយទស្សនៈដើម្បីធានាបានមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែងហើយផ្ដល់នៅមូលដ្ឋានកសាងសន្តិភាពឡើងវិញបាទអញ្ចឹងយើងនឹងទៅមើលទាក់ទងនឹងអត្តភាពទី2នេះគឺជាអត្តភាពទី1ដែលដាក់ចេញនិងសម្រេចបានបាទទី2នឹងគឺជំហានគន្លឹះបន្ទាប់នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការចាប់ផ្ដើមការផ្ដោះប្ដូរគ្នាជាប្រក្រតីចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជានិងថៃក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នានិងការទំនាក់ទំនងគ្នាលើគ្រប់វិស័យនិងគ្រប់កម្រិតជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរនិងកិច្ចសហការក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសនៅតាមបណ្ដោយព្រំដែនស្របទៅតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ JBC លើកទី3កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវភាពនៃជនភៀសនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់បាទលទ្ធផលទី3នឹងគឺកម្ពុជានិងថៃនឹងធ្វើការដើម្បីសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមកឡើងវិញចិនស្វាគមន៍ប្រឹងប្រែងរបស់កម្ពុជានិងថៃដើម្បីកសាងនៅការប្រស្រ័យទាក់ទងគ្នាឡើងវិញតាមរយៈបណ្ដាញការទូតនិងលើកកម្ពស់ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរកម្ពុជានិងថៃយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គឡាងឆាងលើកទី5ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃនៅពេលវេលាសមស្របណាមួយនឹងធានានៅភាពជោគជ័យនៃកិច្ចប្រជុំនេះបាទចំណុចទី4ហ្នឹងគឺលទ្ធផលទី4ដាក់ចេញនៅក្នុងថ្ងៃនេះគឺគោលដៅរយៈពេលវែងគឺធ្វើឲ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគីចិនលើកទឹកចិត្តឲ្យកម្ពុជានិងថៃបង្កើតលក្ខណៈអំណោយផលសម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមចិនមានឆន្ទៈផ្ដល់វេទិកានៅពេលចាំបាច់សម្រាប់ឲ្យទ្វេភាគីធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយនិងកាន់តែមានប្រសិទ្ធភាពទី5ហ្នឹងបាទទី5គឺយើងសម្រេចបាននៅការទទួលខុសត្រូវរួមគឺរក្សាស្ថិរភាពក្នុងតំបន់កម្ពុជានិងថៃបានបង្ហាញការបដិញ្ញាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួមជាមួយប្រទេសក្នុងតំបន់ដើម្បីដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈមអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិរដ្ឋធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញានៃនិមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ប្រទេសទាំងពីរឯកភាពគ្នាចាត់វិធានការកាន់តែមានប្រសិទ្ធភាពនិងប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនដូចជាការឆបោកអនឡាញឬការឆបោកតាមបច្ចេកវិទ្យាដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់បាទនេះគឺជាលទ្ធផលមួយដែលយើងចាត់ទុកថាវាជាជំហានទី1ដែលឈានទៅរកសន្តិភាពពេញលេញផងដែរបាទសម្រាប់ព័ត៌មានថ្ងៃនេះខ្ញុំនឹងសូមបញ្ចប់ពេលនេះហើយនឹងយើងនឹងតាមដាននៅព័ត៌មានខ្ញុំនឹងអាប់ដេតព័ត៌មានបន្តបន្ទាប់ថ្មីជូនទៀតបាទសូមអរគុណនិងសូមជម្រាបលា